ការគិតអំពីគំនិតនៃការរួមភេទគឺជាសេចក្តីល្បួងយ៉ាងធំចំពោះអ្វីដែលយើងបានគិតបើសិនជាយើងមិនបានគ្រប់គ្រងគំនិតនេះឲ្យបានគ្រប់គ្រាន់នោះទេដូច្នេះតើមានដំណោះស្រាយណាមួយដើម្បីនឹងជួយការនេះមានតែព្រះគម្ពីរដើម្បីនឹងជួយយើងនឹងមើលអំពីក្នុងគម្ពីរដើម្បីដោះស្រាយបញ្ហានេះខ្ញុំបាទសូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងព្រះគុណនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទធឿនជាជាគ្រូគង្វាលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីជួយគ្រីស្ទបរិស័ទខ្មែរស្វែងយល់អំពីព្រះគម្ពីរនិងអ្វីដែលគ្រីស្ទបរិស័ទធ្វើយើងបន្តស៊េរីរបស់យើងទាក់ទងនឹងការគ្រប់គ្រងលើខ្លួនឯងអរអ្នកបងប្អូនការគ្រប់គ្រងលើខ្លួនឯងបើសិនជាយើងមិនបានគ្រប់គ្រងឲ្យបានត្រឹមត្រូវអ្វីដែលយើងនិយាយនឹងធ្វើអាចជះឥទ្ធិពលទៅថ្ងៃអនាគតហើយយើងនឹងមានវិបដិសារីផងដែរនៅថ្ងៃនេះយើងនឹងបន្តស៊េរីរបស់យើងទាក់ទងទៅនឹងការគ្រប់គ្រងលើខ្លួនឯងគឺជាការដែលគ្រប់គ្រងលើតណ្ហាការដែលមានតណ្ហាគឺជាការមួយដែលព្រះគម្ពីរបានប្រាប់យើងចំពោះអ្វីដែលមានចំពោះអ្នកផ្សេងចំពោះអ្វីដែលមានចំពោះប្តីប្រពន្ធនោះមិនមែនជាតណ្ហាដែលខុសឆ្គងនោះទេប៉ុន្តែអ្វីដែលមានការដែលរួមរាកនៅខាងក្រៅអាពាហ៍ពិពាហ៍គឺនោះឯងព្រះគម្ពីរបានប្រាប់យើងថាវាជាការខុសឆ្គងហើយអ្វីដែលបានតាក់ទងទៅនឹងការខុសឆ្គងឬក៏តណ្ហានោះគឺវាជះឥទ្ធិពលមកក្នុងជីវិតរបស់អ្នកដែលប្រព្រឹត្តឬធ្វើការនោះដូច្នេះអ្វីដែលបានកើតឡើងចំពោះអ្នកខាងក្រៅចំពោះអ្នកដែលរៀបការហើយប៉ុន្តែគាត់ទៅមានអ្នកថ្មីផ្សេងទៀតដែលលួចលាក់ប្រពន្ធប្តីគឺមានផលវិបាកយ៉ាងច្រើននៅក្នុងជីវិតគ្រួសារអាពាហ៍ពិពាហ៍របស់គាត់កូនរបស់គាត់ត្រូវប្រឈមមុខនឹងការដែលអត់មានតែម្ដាយឬក៏មានតែឪពុកបើសិនជាឪពុកនោះនិងម្ដាយនោះបែកគ្នាទៅហើយអ្វីដែលបានកើតឡើងឬក៏ធ្វើឲ្យអ្នកបរោះនោះទៅរកស្ត្រីផ្សេងទៀតដែលជាស្ត្រីបេសកចាឬមួយក៏អ្នកដែលកំផិតផ្សេងទៀតអាចប្រឈមមុខនឹងមេរោគផ្សេងដែលបានអាចមានឥទ្ធិពលនៅក្នុងជីវិតរបស់ប្តីនោះហើយប្តីនោះអាចទៅចម្លងនៅក្នុងប្រពន្ធរបស់គាត់ធ្វើឲ្យមានបញ្ហានៅក្នុងក្រុមគ្រួសាររបស់គាត់ផងដែរហើយអ្វីដែលបានកើតឡើងនោះធ្វើឲ្យបញ្ហាចេះតែធំឡើងបើសិនជាការនោះរីករាលដាលទៅតណ្ហានេះបានធ្វើឲ្យមានការប្រឆ្លោះគ្នាហើយធ្វើឲ្យកាន់តែខ្លាំងឡើងផងដែរបើសិនជាយើងមើលទៅលើអ្វីដែលបានកើតឡើងនោះអរនេះបងប្អូនសូម្បីតែគំនិតរបស់យើងក៏ដោយក៏ព្រះអង្គបានប្រាប់យើងថាបើសិនជាយើងគិតខុសនោះព្រះអង្គបានរាប់ថាដូចម្ដេចនៅក្នុងគំនិតរបស់យើងគឺចាប់ផ្ដើមពីការគិតប៉ុន្តែវានឹងទៅជាការប្រព្រឹត្តទៅថ្ងៃមុខហើយអ្វីដែលព្រះគម្ពីរបានប្រាប់យើងទាក់ទងទៅនឹងការស្រេកតណ្ហានោះគឺព្រះយេស៊ូវបានមានបន្ទូលនៅក្នុងព្រះគម្ពីរម៉ាថាយចំពោះ5ខ27និងខ28បានមានបន្ទូលយ៉ាងដូចនេះថាអ្នករាល់គ្នាបានឮសេចក្តីដែលសម្ដែងពីដើមថាកុំឲ្យផិតឲ្យសោះប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាសូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានដំរេកសម្រាប់ចង់បាននោះឈ្មោះថាបានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយអរអ្នកបងប្អូនមិនបាច់ចាំលោកអ្នកបងប្អូនទៅរួមរាកដោយការប្រព្រឹត្តនោះទេនៅក្នុងព្រះគម្ពីរបានប្រាប់ថាបើសិនជានៅពេលដែលភ្នែកយើងឃើញហើយគំនិតរបស់យើងគិតនោះបានកំផិតរួចទៅហើយជាមួយនឹងអ្វីដែលយើងបានគិតនោះដូច្នេះការដែលគិតនេះវាជាការឆ្លុះបញ្ចាំងថាសូម្បីតែគិតក៏ជាសេចក្តីកំផិតដែរការគ្រប់គ្រងលើខ្លួនឯងគឺជាការគ្រប់គ្រងលើគំនិតហើយគំនិតនេះគឺជាការមួយដែលជួយយើងយ៉ាងខ្លាំងដើម្បីទប់ទល់លើសេចក្តីល្បួងការដែលយើងទប់ទល់លើសេចក្តីល្បួងគឺយើងត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីកុំឲ្យសេចក្តីល្បួងមកដល់ហួសពេលដើម្បីនឹងការពារនៅក្នុងព្រះគម្ពីរយោបជំពូក31ខ1បានមានបន្ទូលយ៉ាងដូចនេះខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយដូច្នេះធ្វើដូចម្ដេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបានអស់លោកនេះបងប្អូនលោកយោបគាត់មានបញ្ហាហើយតម្បាវពេញទាំងខ្លួនដោយសារការនោះមិត្តភ័ក្តិរបស់គាត់បាននិយាយមកគាត់ថាប្រហែលជាលោកយោបបានធ្វើអ្វីដែលមិនសមគួរហើយបានជាព្រះបានដាក់ទណ្ឌកម្មឬក៏បណ្ដាសា
មកដល់គាត់យ៉ាងដូចនេះប៉ុន្តែលោកយោបបាននិយាយទៅមិត្តភ័ក្តិរបស់គាត់យ៉ាងដូចនេះគឺនៅក្នុងខ1ថាអ្វីដែលគាត់បានធ្វើគឺគាត់បានតាំងអឺសញ្ញានឹងភ្នែកគាត់រួចហើយគាត់មិនអាចនឹងមើលទៅស្ត្រីណាហើយធ្វើឲ្យគាត់មានសម្រើបចង់រួមរាកជាមួយនឹងនាងនោះទេនេះគឺជាការត្រៀមខ្លួនរបស់លោកយោបជាស្រេចមុននឹងអ្វីនឹងកើតឡើងមកដល់ដូច្នេះគាត់ជាការដែលគាត់បានធ្វើត្រឹមត្រូវហើយពេលខ្លះសេចក្តីល្បួងនេះមានជាច្រើននៅក្នុងសង្គមសប្តាហ៍ថ្ងៃនេះហើយមិនមែនត្រឹមតែខាងក្រៅដែលយើងបានដើរទៅផ្សារឬក៏ទៅណាផ្សេងដែលយើងមើលឃើញស្ត្រីនោះទេប៉ុន្តែសូម្បីតែនៅក្នុងកញ្ចក់ទូរស័ព្ទឬទូរទស្សន៍នោះក៏វាមានឥទ្ធិពលមកលើភ្នែករបស់យើងផងដែរបើសិនជាយើងមិនមានការប្រុងប្រៀបខ្លួននឹងចុះសញ្ញាជាមួយនឹងភ្នែករបស់យើងទេយើងត្រូវត្រៀមខ្លួនជាស្រេចពីព្រោះបើសិនជាមិនដូច្នោះទេសេចក្តីល្បួងនឹងវានឹងមកសង្កត់យើងធ្វើឲ្យយើងរកផ្លូវចេញមិនរួចហើយចាញ់វាជាមិនខានដូច្នេះអាចមើលមេរៀននេះហើយចម្លងតាមលោកយោបដូចជាលោកយោបបានត្រៀមជាស្រេចដើម្បីនឹងប្រឆាំងនឹងសេចក្តីល្បួងនោះយើងនឹងឈ្នះជាមិនខានសូមធ្វើតាមហើយអ្វីដែលនឹងមានជ័យជំនះភាគរយច្រើនគឺជាការដែលប្រុងប្រៀបជាស្រេចជាការចុះសញ្ញាជាមួយនឹងភ្នែករបស់យើងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយរួមចំណែកដើម្បីនឹងជួយលោកអ្នកបងប្អូនដើម្បីការពារកុំឲ្យសេចក្តីល្បួងបានឈ្នះគឺយើងត្រូវតែត្រៀមជាស្រេចដើម្បីប្រឆាំងនឹងវាជាជាងការដែលយើងមានសេចក្តីល្បួងធ្ងន់ហួសកំណត់ដែលយើងមិនអាចទ្រាំបានលោកអ្នកបងប្អូនបើសិនជាលោកអ្នកបងប្អូនមានសំណួរសូមសួរមកយើងផងនៅលើខ្ទង់ comment ខាងក្រោមដើម្បីយើងបានធ្វើវីដេអូដល់លោកអ្នកបងប្អូនដើម្បីនឹងឆ្លើយតបផងដែរសូមប្រៀបបានប្រទានពរលោកអ្នកបងប្អូនសូមអរគុណនិងសូមជម្រាបលា